រឿងអេនត្រូលេសនិងសត្វតោតាំងពីយូរយារណាស់មកហើយនៅទីក្រុងរ៉ូមបុរាណមានទាសករក្រីក្រម្នាក់ឈ្មោះអេនត្រូលេសកំពុងរស់នៅដោយធុញទ្រាន់នឹងម្ចាស់ដ៏ឃោរឃៅរបស់គាត់បានរត់ចូលទៅទីរហោឋានដើម្បីស្វែងរកសេរីភាពថ្ងៃបានកន្លងផុតទៅហើយអេនត្រូលេសបានវង្វេងចូលទៅក្នុងព្រៃកាន់តែជ្រៅពីសាទឹកបឹងផ្លែឈើព្រៃនិងគេងនៅក្រោមដើមឈើរំពេចនោះសំឡេងក្រហមមួយបានក៏ក្រៅព្រៃអេនត្រូលេសរត់ទៅមើលក៏ឃើញសត្វតោមួយក្បាលកំពុងជាប់អន្ទាក់សត្វតោសុំឲ្យអេនត្រូលេសជួយដោយសន្យាមិនធ្វើបាបអេនត្រូលេសទេអេនត្រូលេសជួយដោះអន្ទាក់ចេញពីសត្វតោហើយពួកគេខ្លាចជាមិត្តនឹងគ្នាប៉ុន្តែទាហានបានរកឃើញអេនត្រូលេសត្រូវបានគេនាំត្រឡប់ទៅទីក្រុងរ៉ូមដើម្បីប្រឈមនឹងការដាក់ទណ្ឌកម្មអេនត្រូលេសត្រូវបាននាំចូលទៅក្នុងសង្វៀនប្រមាញ់ដើម្បីប្រយុទ្ធជាមួយសត្វតោទ្វារបើកសត្វតោចេញមកអេនត្រូលេសផិតភ័យជាខ្លាំងពេលសត្វតោរត់មករកគាត់ប៉ុន្តែសត្វតោនោះវាគឺជាមិត្តចាស់របស់គាត់ជាសត្វតោដែលគាត់បានជួយសត្វតោមិនបានវាយប្រហារអេនត្រូលេសទេប៉ុន្តែបែរជាស្និទ្ធស្នាលនឹងគ្នាទៅវិញព្រះចៅអធិរាជបានរំជួលចិត្តគាត់បានប្រកាសថាអនុញ្ញាតឲ្យពួកគេទាំងពីរមានសេរីភាពដូច្នេះអេនត្រូលេសនិងសត្វតោបានរស់នៅជាមួយគ្នាជាមិត្តនឹងគ្នារហូត